ការកាន់កាប់របស់យោធាថៃបច្ចុប្បន្ននៅតាមតំបន់ព្រំដែនកម្ពុជារួមទាំងទីតាំងវប្បធម៌និងប្រាសាទបុរាណខ្មែរដ៏ពិសិដ្ឋមួយចំនួនគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិនិងជាភស្តុតាងបន្ថែមទៀតនៃការមិនអើពើរបស់យោធាថៃចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយកម្ពុជាដែលបានសម្របសម្រួលដោយសហរដ្ឋអាមេរិកនិងអាស៊ាននេះគឺជាការលើកឡើងរបស់លោកឆាងយុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជារូបនេះបញ្ជាក់ថាការកត់សម្គាល់នេះមិនមែនដើម្បីរៀបរាប់ពីអកប្បកិរិយាមិនគប្បីរបស់យោធាថៃនោះទេប៉ុន្តែអ្វីដែលលោកលើកឡើងនេះផ្ដោតសំខាន់លើស្មារតីដែលមិនចេះរីងស្ងួតរបស់ប្រជាជាតិកម្ពុជាដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយទឹកដីដែលទាហានថៃកំពុងកាន់កាប់លោកបន្ថែមថាស្មារតីរបស់ប្រជាជនកម្ពុជាបានផ្សារភ្ជាប់ជាមួយនឹងទឹកដីវាប្រៀបដូចជាទឹកដីគឺជាផ្នែកមួយនៃប្រជាជាតិកម្ពុជាដូច្នេះរាល់សកម្មភាពបណ្ដោះអាសន្នណាមួយដើម្បីកាន់កាប់ផ្លាស់ប្ដូរឬបញ្ចូលទឹកដីកម្ពុជាទាំងនេះមិនត្រឹមតែជាការខុសឆ្គងប៉ុណ្ណោះទេថែមទាំងជាការប្រឹងប្រែងដែលឥតប្រយោជន៍ទៀតផងតាមលោកឆាងយុយ៉ាងហោចណាស់មានពីរលើករួចមកហើយក្នុងប្រវត្តិសាស្ត្រដែលយោធាថៃឬពេលនោះហៅថាអាញាធរសៀមបានព្យាយាមប្រែក្លាយទឹកដីទាំងនេះទៅជាទឹកដីថៃឬសៀមហើយពួកគេសុទ្ធតែបរាជ័យគ្រប់ពេលមូលហេតុនៃបរាជ័យរបស់ពួកគេគឺជាប្រធានបទសម្រាប់ការពិភាក្សានៅពេលក្រោយប៉ុន្តែសូមកុំមានការយល់ច្រឡំថាការព្យាយាមបច្ចុប្បន្នដើម្បីកាន់កាប់ប្រែក្លាយឬគ្រប់គ្រងតំបន់ទាំងនេះជាផ្នែកមួយនៃប្រទេសថៃនឹងជួបវាសនាដូចគ្នានោះការព្យាករណ៍នេះមិនផ្អែកទៅលើសកម្មភាពណាមួយពីភាគីកម្ពុជានោះទេផ្ទុយទៅវិញវាគឺជាការព្យាករណ៍ដែលផ្អែកលើជោគវាសនានៃទឹកដីទាំងនេះដោយសារតែទឹកដីទាំងនេះត្រូវបានគ្រប់គ្រងដោយប្រជាជនខ្មែរតាំងពីបុរាណកាលមកវាអាចរំពឹងទុកបានថាទឹកដីទាំងនេះនឹងនៅតែជាផ្នែកមួយនៃប្រជាជាតិកម្ពុជាជារៀងរហូតហើយគ្មានអ្វីដែលប្រទេសថៃអាចធ្វើបានដើម្បីរារាំងអនាគតនេះបានឡើយសូមជម្រាបថាកំឡុងពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំចាប់ពីថ្ងៃទី7ដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025កងកម្លាំងប្រដាប់អាវុធថៃបានបើកប្រតិបត្តិការវាយលុកផ្នែកយោធាដែលបានគិតទុកជាមុនរួចជាស្រេចនិងរៀបចំជាប្រព័ន្ធដើម្បីវាយសម្រុកចូលទន្ទ្រានកាន់កាប់និងឈរជើងលើទីតាំងជាច្រើននៅក្នុងខេត្តចំនួន4របស់កម្ពុជាស្ថិតនៅតាមបណ្ដោយព្រំដែនជាទីតាំងដែលមានការទទួលស្គាល់ជាអន្តរជាតិហើយស្ថិតយ៉ាងជាក់ច្បាស់ក្នុងទឹកដីរបស់កម្ពុជានេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាសេចក្តីថ្លែងការណ៍បានឲ្យដឹងថាទីតាំងក្នុងខេត្ត4នោះមានសរុបចំនួន14ទីតាំងដូចជាខេត្តបន្ទាយមានជ័យមានភូមិព្រៃច័ន្ទភូមិជោគជ័យភូមិបឹងត្រកួនខេត្តពោធិ៍សាត់មានតំបន់ភ្លុកដំរីច្រកអន្តរជាតិថ្មដាខេត្តព្រះវិហារមានតំបន់អានសេះតំបន់តាថៅតំបន់ភ្នំទ្រាប់និងខេត្តឧត្តរមានជ័យមានតំបន់អូស្មាច់ប្រាសាទខ្នាប្រាសាទតាក្របីប្រាសាទតាមាន់ធំតំបន់ជោគអង្គុញនិងតំបន់ជោគគ្រោះរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេសបានទាមទារឲ្យថៃបញ្ឈប់ជាបន្ទាន់នៅរាល់សកម្មភាពយោធាប្រកបដោយអរិភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនិងនៅក្នុងទឹកដីរបស់កម្ពុជាជាងនេះទៅទៀតប្រទេសថៃត្រូវដកបុគ្គលិកនិងសម្ភារៈយោធាទាំងអស់ចេញពីទឹកដីកម្ពុជាទៅកាន់ទីតាំងព្រំប្រទល់ទទួលស្គាល់ដោយច្បាប់